មកជួបជាមួយ admin ភាគ4បន្តទៀតណាមុនចូលការសម្រាយរឿងកុំភ្លេចចូលជួយចុច like subscribe ពី admin ម្នាក់មួយផងណាឈិនបូយីបាននាំទេពអប្សរក្រមុំមកដល់ម្ដុំអគារខុនដូស្នាក់នៅនាពេលរាត្រីនាងបានសរសើរទាំងញឹមទៅកាន់ទេពអប្សរថាអូអញ្ចឹងឯងឈ្មោះបៃលីជីនទេឈ្មោះពីរោះខ្លាំងណាស់ចុះបើបង្ហាញថាសៀវជីនឈៀវជិនវិញបានទេប៉ុន្តែបៃលីជីនបែរជាឆ្លើយទៅមកវិញយ៉ាងខ្លីទាំងស្ងើយថាតាមចិត្តលុះដើរមកដល់ច្រកផ្លូវដើរនៃអគារស្នាក់នៅឈិនបូយីបានណែនាំខ្លួនឯងច្បាស់ថាបងឈ្មោះឈិនបូយីសៀវជីនអាចហៅបងថាបងស្រីបូយីបាយជីជីក៏បានដែលធ្វើឲ្យបៃលីជីនហៅតាមទាំងមិនសូវពេញចិត្តថាចាឈិនបូយីភ្លាមនោះបូយីក៏បានប្រាប់បន្ថែមទាំងរំភើបថានាងនឹងនាំសៀវជីនទៅជួបមនុស្សម្នាក់ដែលជាមិត្តរួមបន្ទប់ roommate របស់នាងបូយីបានអួតសរសើរពីមិត្តរួមបន្ទប់របស់ខ្លួនមិនដាច់ពីមាត់ឡើយនាងគឺជាមនុស្សដែលអស្ចារ្យខ្លាំងណាស់បងជឿជាក់ថាអញច្បាស់ជាចូលចិត្តនាងមិនខានរួចនាងក៏លូកដៃទៅចុចកណ្ដឹងទ្វារបន្ទប់ព្រឹសូឌីងដុងប៉ុន្តែអ្វីមិនដូចការគិតឡើយពេលទ្វាររបើកឡើងគេឃើញនារីសក់ពណ៌មាសម្នាក់បង្ហាញខ្លួនមកទាំងទឹកមុខស្មើធេងគ្មានអារម្មណ៍ប៊ូយីបានហៅឈ្មោះនាងទាំងសប្បាយចិត្តថាឈីឈីខេខេផ្ទុយទៅវិញឈីឈីមិនត្រឹមតែមិនសប្បាយចិត្តនោះទេនាងបានសម្លឹងមើលមុខប៊ូយីទាំងធុញទ្រាន់រួចពោលពាក្យយ៉ាងខ្លីផ្ដាច់សេចក្តីថាថយចេញទៅ scram ផាំងសំឡេងបិទទ្វារយ៉ាងខ្លាំងបានបន្លឺឡើងធ្វើឲ្យអ្នកទាំងពីរស្រឡាំងកាំងពេលនោះបៃលីជីនបានងាកមកសួរប៊ូយីទាំងហួសចិត្តថានេះឬមនុស្សដ៏អស្ចារ្យរបស់បងនោះមនុស្សលោកពួកឯងពិតជាមានស្តង់ដារទាបណាស់សម្រាប់ពាក្យថាក៏ល្អធ្វើឲ្យប៊ូយីឡើងប្រែពណ៌មុខទាំងអៀនព្រាននិងហួសថ្លែងប៊ូយីព្យាយាមដោះស្រាយស្ថានភាពទេសៀវជីននេះជាការយល់ច្រឡំទេហើយនាងក៏មិនមែនដេញឯងដែររួចនាងក៏ប្រញាប់ទៅគោះទ្វារឈីឈីបើកទ្វារមកស្ដាប់ខ្ញុំពន្យល់សិនតែឈីឈីដែលនៅខាងក្នុងបន្ទប់បានតបវិញទាំងដឹងតាន់តើឯងមានអីត្រូវនិយាយទៀតច្បាស់ជាចង់ប្រាប់ថាគ្រាន់តែរើសកូនឆ្មាកូនឆ្កែវាមិនតាន់អស់ចិត្តឥឡូវរើសទាំងមនុស្សមកផ្ទះទៀតហើយមែនទេប៊ូយីបានឆ្លើយទាំងញឹមស្រស់ឈីឈីពួកយើងពិតជាដឹងចិត្តគ្នាមែនបើមិនអញ្ចឹងទេឯងធ្វើម៉េចដឹងថាខ្ញុំចង់និយាយអីប្រញាប់បើកទ្វារមកមើលទៅសៀវជីនស្អាតខ្លាំងណាស់ស្អាតដូចតារាល្បីអញ្ចឹងនាងនិយាយបណ្ដាលូកដៃទៅចាក់ថ្ពាល់បៃលីជីនបណ្ដារួចបន្តអង្វរថាឯងពិតជាដាច់ចិត្តទុកឲ្យនាងដេកនៅតាមផ្លូវមែនហ៎ទោះជាយ៉ាងណាក៏ដោយឈីឈីនៅតែដាច់អង្ការដេញដល់តាមទ្វារមកវិញថានាងស្អាតឬមិនស្អាតវាតាក់ទងអីនឹងខ្ញុំជាមនុស្សលបព្រោះតែសម្រស់ដូចឯងមែនទេនាងថែមទាំងនិយាយចំទៀតថាឯងថែមទាំងនាំស្រីឈួតដែលស្លៀកពាក់ខោអាវប្លែកចម្លែកនឹងមកផ្ទះទៀតឈិនបូយីឯងគ្មានខួរក្បាលគិតខ្លះទេអីពាក្យសម្ដីមើលងាយនេះបានធ្វើឲ្យប៊ូយីផ្ទុះកំហឹងជាខ្លាំងនាងខឹងរហូតឡើងសរសៃក្បាលរួចស្រែកទៅវិញថាឈីឈីឯងនិយាយហួសហេតុពេកហើយណាចុងក្រោយដោយសារខឹងពេកប៊ូយីក៏បានចាប់អូសដៃបៃលីជីនដើរចេញទាំងមួម៉ៅហ่ะពួកយើងទៅវិញទៅតោះទៅសៀវជីនបន្សល់ទុកនៅភាពស្រងាកចិត្តនឹងការឆ្លោះប្រកែកគ្នាមិនទាន់ចប់ចុងចប់ដើមបន្ទាប់ពីបានបិទទ្វារដេញទាំងកំហឹងឈីឈីបានលួចបើកទ្វារអើតមើលពីក្នុងបន្ទប់ទាំងអារម្មណ៍មិនសូវល្អហើយគិតក្នុងចិត្តថានាងពិតជាចាក់ចេញទៅមែនហ៎ថែមទាំងនៅកណ្ដាលអធ្រាត្របែបនេះទៀតនៅខាងក្រៅអគារបៃលីជីនបាននិយាយទាំងហួសចិត្តទៅកាន់ប៊ូយីថាមិត្តរួមបន្ទប់របស់បងពិតជាមានអ្នកនឹងវាយករកខ្លាំងណាស់នាងគ្រាន់តែជាមនុស្សលោកធម្មតាម្នាក់សោះប៉ុន្តែប៊ូយីមិនប្រកាន់ខឹងឡើយថែមទាំងជួយសម្រួលថានាងគ្រាន់តែធ្វើរកពាបិទបាំងខាងក្រៅទេសៀវជីនកុំប្រកាន់ខឹងនឹងនាងអីបៃលីជីនបានសួរទៅប៊ូយីទាំងមិនដឹងត្រូវទៅណាថាបងដឹងទេថាមានវិហារ shrine នៅក្បែរនេះដែរឬទេប៊ូយីរហើយក៏ភ្ញាក់ផ្អើលហាសវិហារដែលធ្វើឲ្យលីជីនតបវិញយ៉ាងម៉ឺងម៉ាត់មែនហើយខ្ញុំចង់ទៅស្នាក់នៅទីនោះប៉ុន្តែប៊ូយីបានញឹមរួចប្រាប់ថាអូមិនបាច់ទៅណាទេប៊ូយីបានពន្យល់ទាំងទំនុកចិត្តខ្ពស់ថាចាំបន្តិចទៅមិនយូរទេគោមេងឈីកមេងខេច្បាស់ជាមកតាមរកពួកយើងមិនខានធម្មតានាងគ្រាន់តែជាមនុស្សចិត្តក្តៅបន្តិចបន្តួចប៉ុណ្ណោះនិយាយបណ្ដាប៊ូយីក៏បានដកទូរស័ព្ទដៃចេញមកចុចកំណត់ម៉ោងបណ្ដាប៊ូយីបានបង្ហាញអេក្រង់ទូរស័ព្ទដែលកំណត់ម៉ោង 10:00 នាទីទៅកាន់លីជីនទាំងញឹមបិទមាត់មិនចិត្តរួចនិយាយថាបើឯងមិនជឿខ្ញុំទេពួកយើងមកដាក់ម៉ោងភ្នាល់គ្នាទៅហ្គោមេងឈីនឹងមកដល់ក្នុងរយៈពេល10នាទីទៀតឃើញបែបនេះលីជីនបានអោបដៃសម្លឹងមើលទាំងចង់ដឹងហើយនិយាយបែបចំអកថាបងមានទំនុកចិត្តដល់ថ្នាក់នឹងផងនេះបងគិតថាខ្លួនឯងជាក្រទីមែនទេ
ពេលវេលាបានចាប់ផ្ដើមដើរទៅមុខយ៉ាងលឿនសំឡេងត្រូនិកនាឡិកាសូឆេកថករាប់ថយក្រោយពី09:35នាទីរហូតមកដល់08:35នាទីភ្លាមនោះសំឡេងទ្វារកញ្ចក់នៅខាងក្រោមអគារក៏បានបើកឡើងឬសូរក្លេកនាឡិកានៅលើទូរស័ព្ទដៃរបស់ប៊ូយីបានបង្ហាញម៉ោង07:23នាទីដែលមានន័យថាទើបតែឆ្លងផុតទៅបានជិត3នាទីប៉ុណ្ណោះរំពេចនោះមានបាតដៃអាវខៀវមួយបានលូកមកទះស្មារបស់ប៊ូយីពីខាងក្រោយប៊ូយីបានងាកមកទាំងរីករាយយូហូប៉ុន្តែអ្នកដែលមកឈរពីក្រោយនោះគឺហ្គោមេងឈីដែលកំពុងធ្វើមុខក្រឡៅទាំងខឹងសម្បារួចស្ដីបន្ទោសថានេះឯងបង្កបញ្ហាមិនទាន់គ្រាន់ទេមែនទេប៊ូយីមិនត្រឹមតែមិនខ្លាចនោះទេនាងបានដើរចូលទៅជិតមេងឈីទាំងឌឺដងរួចយកអម្រាមដៃទៅចង្អុលនិងទាញអាវកាត់ខៀវរបស់មេងឈីតិចមើលចុះវាមិនទាន់ទាំងបាន3នាទីផងឯងក៏រត់មកបាត់ទៅហើយប៊ូយីបានអោនមុខទៅជិតមេងឈីទាំងញឹមប្រកបដោយមន្តស្នេហ៍រួចខ្សឹបដាក់ថាឈីឯងពិតជាមនុស្សចិត្តក្តៅជាងអ្វីដែលខ្ញុំបានគិតទៅទៀតណាពាក្យសម្ដីនិងកាយវិការខិតចូលចិត្តនេះបានធ្វើឲ្យហ្គោមេងឈីស្រឡាំងកាំងហើយផ្ទៃមុខរបស់នាងចាប់ផ្ដើមប្រែជាក្រហមព្រាលដោយសារក្តីអៀនព្រានចុងក្រោយមេងឈីព្យាយាមលាក់បាំងភាពអៀនរបស់ខ្លួនដោយការលូកដៃទៅចាប់បាតដៃរបស់ប៊ូយីដែលកំពុងតោងអាវរបស់នាងរួចដកចេញប៉ុន្តែកាយវិការរបស់អ្នកទាំងពីរប្រែជាការកាន់ដៃគ្នានិងបញ្ជ្រាបបំរាមដៃចូលគ្នាយ៉ាងណែនដែលមើលទៅពិតជាមានទំនាក់ទំនងស៊ីជម្រៅនិងស្និទ្ធស្នាលលើសពីមិត្តរួមបន្ទប់ធម្មតាទៅទៀតប៊ូយីបានសម្លឹងមើលទៅបាតដៃដែលកំពុងកាន់គ្នារួចគិតក្នុងចិត្តដោយក្តីបារម្ភថាដៃរបស់នាងត្រជាក់ខ្លាំងណាស់ភ្លាមនោះមេងឈីបានព្យាយាមដកដៃចេញដោយក្តីអៀនព្រានប៉ុន្តែប៊ូយីមិនព្រមលែងឡើយនាងបានលូកទៅចាប់និងក្តាប់បាតដៃរបស់មេងឈីមកវិញយ៉ាងណែនម្ដងទៀតប៊ូយីបានងើបមុខសម្លឹងមើលមេងឈីទាំងក្រសែភ្នែកស្រទន់រួចនិយាយពាក្យផ្អែមល្ហែមថាឈីស្បែករបស់ឯងកក់ក្ដៅណាស់មិនត្រឹមតែប៉ុណ្ណោះនាងបានលើកបាតដៃទាំងពីរទៅអង្អែលថ្ពាល់របស់មេងឈីថ្នមព្រមទាំងនិយាយបង្អើទាំងស្នាមញឹមបែបគួរឲ្យស្រឡាញ់ថាជួយធ្វើឲ្យខ្ញុំកក់ក្ដៅបន្តិចមកកាយវិការដ៏ស្និទ្ធស្នាលនេះបានធ្វើឲ្យមេងឈីអៀនរហូតឡើងថ្ពាល់ក្រហមព្រាលសកម្មភាពផ្អែមល្ហែមនិងការស្និទ្ធស្នាលខុសពីធម្មតារវាងស្រីស្អាតទាំងពីរនាក់នេះត្រូវបានមើលឃើញយ៉ាងច្បាស់ពីចម្ងាយដោយបៃលីជីនដែលជាទេវតាស្រីសក់ពណ៌ផ្កាឈូក Instinct របស់នាងចាប់ផ្ដើមធ្វើការលីជីនបានលើកដៃប៉ះបូមាត់ទាំងស្រឡាំងកាំងហើយគិតក្នុងចិត្តទាំងមិនគួរឲ្យជឿថាឈីងប៊ូយីមិនត្រឹមតែដឹងថាខ្ញុំជាទេវតាប៉ុណ្ណោះទេប៉ុន្តែនាងថែមទាំងអាចទាយដឹងមុនពីសកម្មភាពរបស់អ្នកដទៃទៀតផងចុងក្រោយបៃលីជីនកាន់តែគិតកាន់តែភ័យខ្លាចនិងសង្ស័យខ្លាំងឡើងនាងថែមទាំងអាចបញ្ជានិងគ្រប់គ្រងមនុស្សលោកដែលមានចិត្តរឹងរូសមេងឈីម្នាក់នោះឲ្យបង្វិលជុំវិញម្រាមដៃរបស់នាងបានយ៉ាងងាយទៀតភ្នែករបស់លីជីនបើកធំទាំងញើសជប់ពេញមុខរួចសន្និដ្ឋានក្នុងចិត្តទាំងតក់ស្លុតថាលើកលែងតែនាងមិនមែនជាមនុស្សលោកធម្មតាប៉ុន្តែជាព្រលឹងបិសាចកញ្ជ្រោង Fox Spirit ភាគនេះចប់ហើយតែកុំភ្លេចរងចាំទស្សនានៅភាគបន្តណាអ្នកគាំទ្រទាំងអស់គ្នាជួបគ្នាម្ដងទៀតជាមួយការសម្រាយរឿងបែបសម្លេងអីជាមួយ Admin ណាសូមជួយចុច Subscribe Channel Admin ម្នាក់មួយផងណាដើម្បីទទួលបានភាគបន្តជាចុងក្រោយសូមអរគុណចំពោះការចំណាយពេលវេលាមានតម្លៃរបស់អ្នកទាំងអស់គ្នាដែលបានជួយគាំទ្រ Admin